ធ្វើជាឆាផុសបងប្អូនអរគ្នាគឺធ្វើលើកទី1ហើយក៏លើកដំបូងដែរបងប្អូនអរគ្នាអើយគឺស្រួយឆ្ញោកតែម្ដងចាដោយសារមានចេកនៅច្រើនចឹងទៅក៏មិនដឹងថាធ្វើអីហូបណាមួយបើយើងបន្ទុំចេកហ្នឹងគឺទុំហូបទៅរាងជូរជូរអីចឹងទៅហូបវាមិនសូវឆ្ងាញ់ទេបន្ទុំចឹងបងប្អូនពេលចឹងក៏នឹកឃើញថាចង់ធ្វើចេកឆាផុសចឹងទៅចាចេកហ្នឹងធ្វើចេកឆាផុសឆ្ងាញ់ណាស់បងប្អូនហូបទៅខ្ទិះខ្ទិះមែនតែនចាបងប្អូនសាកធ្វើចេកឆាផុសទៅព្រោះអីចេកហ្នឹងខ្ញុំភ្លេចឈ្មោះបាត់ហើយអញ្ចឹងក៏ខ្ញុំអត់បានរៀបរាប់បងប្អូនពីត្រឹមហ្នឹងដែរចាហើយមុនបងគឺខ្ញុំច្បាច់ទឹកក្រូចឆ្មាដាក់កធុនដើម្បីឲ្យឡើងជាតិជូរជូរជាងមកគឺខ្ញុំចិតចេករបស់ខ្ញុំហ្នឹងគឺតម្លាក់ចូលនឹងទឹកក្រូចឆ្មាតែម្ដងដើម្បីកុំឲ្យឡើងជួរខ្មៅអីអញ្ចឹងបងប្អូនចាហើយខ្ញុំចិតទូតែអស់ចេកហ្នឹងបានខ្ញុំមកលាងពីទឹកក្រូចឆ្មាចេញអញ្ចឹងបងប្អូនចាយើងលាងចេញពីទឹកក្រូចឆ្មាហើយបានយើងលាងជំរះមួយទឹកឬក៏ពីរទឹកទៀតទៅបងប្អូនសាច់ទាំងបងប្អូនថាស្អាតអីចឹងទៅចាចំពោះខ្ញុំលាងតែចេញពីទឹកក្រូចឆ្មាហើយគឺខ្ញុំលាងថែមតាមមួយទឹកទៀតទេព្រោះអីវាអត់មានផ្លាស់ដីផ្លាស់អីទេគាត់ថាវាមានជាតិជួននៅជួបក្រើមលាងតែជំរះទៅវាស្អាតហើយបងប្អូនអរគ្នាចាដល់ពេលខ្ញុំលាងរួចអ៊ីរុញក៏ខ្ញុំយកមកចិត្តជាផ្ទះស្ដើងយកមកដាក់បំពងវាចឹងទៅចាមានបងប្អូនខ្លះក៏គាត់យកទៅហាថ្ងៃពេលគាត់ចិត្តស្ដើងចឹងហើយចឹងបងប្អូនចាតែខ្ញុំអត់យកទៅហាថ្ងៃទេហើយចិត្តតែបងប្អូនអរគ្នាគឺយកក្បិតរៀងមុខរៀងក្រាស់បន្តិចបើមុខស្ដើងពេកក៏អត់ល្អដែរព្រោះឲ្យវាស្ដើងខ្លាំងពេកចឹងទៅមានបងប្អូនខ្លះក៏គាត់ចិត្តក្បិតមុខមួយអីចឹងបងប្អូនចាតែខ្ញុំអត់ចិត្តក្បិតមុខមួយទេខ្ញុំចិត្តក្បិតមុខពីរតែម្ដងក្បិតមុខពីររបស់ខ្ញុំគឺមុខក្រាស់មែនតើពេលអញ្ចឹងពេលអញ្ចឹងក៏ខ្ញុំសម្រេចចិត្តថាចិត្តក្បិតមុខពីរតែម្ដងដើម្បីយកទៅបំពងអញ្ចឹងបងប្អូនចាមានបងប្អូនដូចខ្ញុំនិយាយចឹងមានបងប្អូនខ្លះក៏គាត់យកទៅហាថ្ងៃអីចឹងទៅតែខ្ញុំអត់ទេបងប្អូនខ្ញុំចិត្តរួចអ៊ីរូចឹងក៏យកទៅបំពងឲ្យបងប្អូនអើយព្រោះអីវាអត់សូវជាមានជាតិទឹកខ្លាំងក៏អត់សូវផ្ទុះអីចឹងដែរបងប្អូនចាបងប្អូនខ្លះក៏គាត់ខាច់ផ្ទុះខាច់អីគាត់យកទៅហាលអីចឹងបងប្អូនចាតែខ្ញុំអត់ទេបងប្អូនគឺខ្ញុំបំពងចឹងតែម្ដងណាមួយអត់សូវមានពេលវេលាបានយូរអង្វែងចឹងទៅក៏ខ្ញុំឆាប់បំពងឆាប់អីចឹងបងប្អូនដោយសារខ្ញុំរវល់ពេកដែរចឹងទៅចាដល់ពេលចឹងខ្ញុំញ៉ាំធ្វើហើយទៅការងារផ្សេងរបស់ខ្ញុំតិចអីចឹងទៅចាហើយបំពងបងប្អូនអរគ្នាយើងកូរត្រឡប់វាកុំឲ្យជាប់គ្នាខ្លាំងពេកចឹងទៅវាមិនជាថ្មីទេបងប្អូនព្រោះឲ្យយើងស្រង់ពីខ្លាញ់ទៅយើងប្រឡេះវាចេញក៏បានដែរបើផ្ទះខ្ញុំវិញគឺវារៀងធ្លុះខាងលើពេលចឹងទៅក៏ខ្ញុំដាក់ខ្លាញ់តែត្រឹមប៉ុណ្្នឹងទេបងប្អូនមកផ្ទះខ្ញុំអត់ធ្លុះទេគឺខ្ញុំដាក់ខ្លាញ់ឲ្យទួទៅដល់ខាងលើតែម្ដងដើម្បីឲ្យទលេស្រួលបំពងអីចឹងបងប្អូនចាហើយបំពងតិចម្ដងទៅបងប្អូនចង់ដាក់ចឹងក៏ដាក់ទៅតែខ្ញុំខ្លាញ់ខ្ញុំដាក់បានត្រឹមតែប៉ុណ្្នឹងខ្ញុំតម្លាក់តិចទេបំពងអត់បានច្រើនទេបងប្អូនព្រោះបំពងបានច្រើនពេកវាជាប់គ្នាចឹងទៅវាអត់សូវស្រួយល្អអញ្ចឹងណាចឹងខ្ញុំដាក់តែល្មមទេបំពងទួទៅអស់មួយថាសហ្នឹងទៅចាំយើងយកទៅធ្វើជាមួយទឹកស្ករតិចអញ្ចឹងបងប្អូនចាយើងឆាបជាមួយទឹកស្ករអញ្ចឹងទៅចាហើយបំពងហ្នឹងបងប្អូនអើយគឺស្រួយមែនតើចាហើយដល់ពេលបំពងរួចគឺបានប៉ុណ្ណេះដែរបងប្អូនពេលអញ្ចឹងទៅក៏ខ្ញុំចាប់ផ្ដើមមកធ្វើឆឹងជាមួយស្ករអញ្ចឹងបងប្អូនចាវជាមួយស្ករអញ្ចឹងទៅចាយើងដាក់ស្ករជីរុំចង់ផ្អែមដាក់ផ្អែមទៅបងប្អូនគឺខ្ញុំចង់ល្មមក៏ដាក់មកល្មមហើយកុំភ្លេចអំបិលបងប្អូនអរគ្នាហើយលួចទឹកបន្តិចមកយើងកូរតួតែរលាយស្ករហ្នឹងឲ្យរៀងខាប់ទឹកស្ករបន្តិចទៅបងប្អូនចាំយើងចាក់ចេកឆាបយើងចូលអីចឹងបងប្អូនចាយើងកូរវារៀងខាប់ល្មមមកដូចតែរបៀបយើងកូរឲ្យក្រហមយើងចង់ឲ្យឡើងជើងក្រងចឹងទៅចាកូររៀងខាប់ដូចខ្ញុំចឹងមកបងប្អូនអញ្ចឹងគឺយើងចាក់ចេកឆាបយើងចូលតែម្ដងអញ្ចឹងចាយើងចាក់ចេកឆាបហើយយើងចុកក្លាប់ដើម្បីឲ្យស្ងួតរីងទឹកស្ករដើម្បីឲ្យចូលជាតិជាមួយចេកឆាបយើងអញ្ចឹងបងប្អូនពេលអញ្ចឹងវាផ្អែមសព្វសាច់គ្នាអញ្ចឹងណាបើយើងអត់កូរត្រឡប់វាអញ្ចឹងទេគឺវាអត់ចូលចេកឆាបយើងទេហើយនឹងខ្លោចបាតខ្ទះតែម្ដងពេលខ្ញុំហ្នឹងកូរឈប់ចង់ខ្លោចបាតខ្ទះហើយបងប្អូនចាខ្លោចចេកឆាបខ្ញុំមួយហើយតែមិនថ្មីទេបងប្អូនតែប៉ុណ្្នឹងគឺរួចរាល់ហើយចាគឺកូរត្រឡប់ឲ្យរួចរាល់ចឹងមកគឺយើងយកមកចាក់ដាក់ថាត្រជាក់មកច្រកថង់ទុកទៅបងប្អូនហូបបានយូរទៀត